ក្រសួងការបរទេសថៃបានបដិសេធយ៉ាងដាច់អហង្ការចំពោះការចាត់ប្រកាន់ថាខ្លួនកំពុងតែប្រើប្រាស់ថាមពលអគ្គិសនីនិងការរំខានអ៊ីនធឺណិតនៅតាមព្រំដែនរួមជាមួយកម្ពុជាជាឧបករណ៍នយោបាយដើម្បីជះឥទ្ធិពលដល់ចំនួនទឹកដីដែលកំពុងបន្តនេះបើតាមការចុះផ្សាយដោយសារព័ត៌មាន The Nation នៅថ្ងៃទី11ខែមិថុនានេះលោកនីកនដេកបាឡិនកូរ៉ាអ្នកនាំពាក្យក្រសួងការបរទេសថៃបានចេញសេចក្តីបំភ្លឺមួយនៅថ្ងៃពុធទី11ខែមិថុនានេះដោយបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថាផែនការកាត់ផ្តាច់ចរន្តអគ្គិសនីនិងផ្អាកអ៊ីនធឺណិតនៅតាមព្រំដែនកម្ពុជាថៃមានគោលបំណងច្បាស់លាស់គឺដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋនៅក្នុងតំបន់នៃប្រទេសទាំងពីរនិងទប់ស្កាត់និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗការជួញដូរមនុស្សនិងឧក្រិដ្ឋកម្មបច្ចេកវិទ្យាដូចជាការបោកប្រាស់ជាដើមលោកបានបន្ថែមថាក្រុមប្រឹក្សាសន្តិសុខជាតិថៃហៅកាត់ថា NSC នឹងបន្តពិនិត្យមើលវិធានការទាំងនេះដោយផ្អែកលើមូលដ្ឋាននេះលោកនីកនដេកបានសង្កត់ធ្ងន់ថាទាំងនេះមិនមែនជាឧបករណ៍ដែលភាគីថៃមានបំណងប្រើប្រាស់ឬសង្ឃឹមថានឹងទទួលបានប្រយោជន៍ពីការចរចាទ្វេភាគីនោះទេសូមជម្រាបជូនថាអ្នកនាំពាក្យក្រសួងការបរទេសថៃបានព្រមានកាលពីថ្ងៃច័ន្ទថាថៃនឹងចាត់វិធានការកាត់ផ្តាច់អ៊ីនធឺណិតនិងថាមពលអគ្គិសនីដែលលក់ឲ្យកម្ពុជាប្រសិនបើកម្ពុជាបន្តរក្សារបៀបវារៈបច្ចុប្បន្នដាក់ក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះហៅកាត់ថា JBC ដែលគ្រោងធ្វើនៅថ្ងៃទី14ខែមិថុនានៅក្នុងទីក្រុងភ្នំពេញប្រទេសកម្ពុជាតែលោកនីកនដេកថានេះជាការយល់ខុសយ៉ាងណាមិញអ្នកនាំពាក្យក្រសួងការបរទេសថៃរូបនេះបានរំលឹកឡើងវិញនៅចំហដ៏យូរអង្វែងរបស់ប្រទេសថៃនៅក្នុងការមិនទទួលស្គាល់ដែនយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិហៅកាត់ថា ICJ នៅក្នុងបញ្ហាព្រំដែនដែលខ្លួនអះអាងថាចំហនេះមានតាំងពីឆ្នាំ1960ទោះបីជាយ៉ាងណាក៏ដោយរដ្ឋាភិបាលកម្ពុជាបានអះអាងថាការទាមទារទឹកដីរបស់ខ្លួនជាពិសេសតំបន់មុំ3ប្រាសាទតាមាន់ធំតាមាន់តូចនិងប្រាសាទតាក្របីនឹងបន្តបោះជំហានទៅមុខដោយរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ